នឹងវីដេអូនេះខ្ញុំនឹងធ្វើការប្រាប់ពីរបៀបប្រើប្រាស់ Omet Digital ខ្លះដែលយើងត្រូវប្រើប្រាស់ក្នុងការជួសជុលហើយចឹង Omet និយាយទៅយើងប្រើពីរទៅប្រើ Omet តនិចមួយទៅហើយនឹង Omet Digital នេះមួយទៅណានេះ Omet តនិចនេះយើងត្រូវរៀនប្រើនឹងផងហើយនឹងOmet Digital ផងទៅពីមុនខ្ញុំប្រើតែ Omet យើងនាឡិកាយើងហ្នឹងទេ Omet តនិចតែឥឡូវទេបានប្រើDigital ផងប្រើនេះផងណាយើងប្រើនេះផងរៀនប្រើនឹងផងហើយនឹងប្រើ Omet Digital នេះផងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមប្រាប់ពីរបៀបប្រើ Omet Digital ខ្លះដែលខ្ញុំប្រើក្នុងការជួសជុលរាល់ថ្ងៃហ្នឹងឥឡូវត្រង់ចំណុចនេះខ្ញុំសូមប្រាប់ពីនេះត្រង់ចំណុចនេះគឺគ្រប់ Omet Digital ទាំងអស់គឺវាមាននេះមានរបៀបវាស់យោតនិងវាស់កណ្ដឹងនេះហើយវាស់កណ្ដឹងហ្នឹងសម្រាប់យើងវាស់យើងកាច់មកកណ្ដឹងហ្នឹងដើម្បីវាស់ទិសណាយើងវាស់ទៅទិសចឹងវាស់ខ្សែដាច់ឬមួយក៏ខ្សែដាច់វាជាខ្សែវាចម្លងចឹងមកចឹងយើងវាស់ចុងដើមហ្នឹងវាដូចខ្សែចឹងឧទាហរណ៍ថានេះខ្សែភ្លើងចឹងគេមានវិជ្ជាវាយចឹងខ្សែសិនមកខែហ្នឹងចឹងគេវាស់ចុងដើមចឹងវាស់ខាងនេះមួយវាស់ខាងនេះមួយចឹងដើម្បីចង់ដឹងថាតើខ្សែភ្លើងនឹងដាច់ព្រោះខ្សែភ្លើងម៉ាស៊ីនមកហើយឬក៏របស់ប្រើប្រាស់វល់ជំនាញផ្សេងទៀតគឺវាមានខ្សែច្រើនទេដល់ពេលអញ្ចឹងទៅយើងមិនអាចវះមើលឬក៏ធ្វើមិនបានទេមានតែវិធីហ្នឹងđểវាស់ណាវាស់ចង់ទៅវាដាច់ហើយមួយទៀតគឺយើងវាស់ហាកណ្ដឹងហ្នឹងគឺយើងវាស់ទៅលើសីមាណាសីមាវានេះមើលចឹងនេះត្រង់ចំណុចនេះអញ្ចឹងហ្នឹងណានៅក្នុងនេះពេលយើងកោខៀវចេញមកវាគឺជាស្ពាន់ទេណាស្ពាន់ដែលគេរត់ចាក់មកអញ្ចឹងគេចាក់វាសម្រាប់ឲ្យឧបករណ៍និងគ្រឿងអេឡិចត្រូនិកហ្នឹងវាទំនាក់ទំនងគ្នាធ្វើការណាទៅត្រូវមើលរៀនមើលអាហ្នឹងទៀតណាចូលជាមើលនេះស្ពាន់វាយើងកោមកខៀវហ្នឹងគឺស្ពាន់វាទេអញ្ចឹងអាស្ពាន់ហ្នឹងជួនកាលវាពុកវាផុយខាងក្នុងដែរតែធំវាមិនសូវអីទេបាទទូចវាអាចដាច់អញ្ចឹងដើម្បីចង់ដឹងថាហ្នឹងវាដាច់ផ្លូវសីមានឹងដាច់ទីមួយយើងមានពេលណាទៅអង្គុយកោសវាទាំងអស់អត់ទេអញ្ចឹងដើម្បីចង់ដឹងថាផ្លូវសីមាដាច់ផ្លូវសីមានឹងដាច់គឺគេយកអាហ្នឹងយកមកប្រើឃើញទេអញ្ចឹងដូចត្រង់ចំណុចនេះគេជួយខ្ញុំប្រិចឲ្យមើលយ៉ានេះដូចត្រង់ចំណុចនេះមិនសីមារបស់វាហ្នឹងឧទាហរណ៍ណាសីមារបស់វាហ្នឹងសីមាហ្នឹងស្ពាន់នៅក្រោមហ្នឹងអញ្ចឹងដល់ពេលដែលយើងចុចពីត្រង់ចំណុចនេះមកចំណុចនេះវានឹងលឺវាជិះភ្លើងក្រហមមកយើងទៀតទេលឺអញ្ចឹងតែបើយើងចង់វាស់ពីចំណុចនេះឡើងដាច់អូមកខ្លាំងពីចំណុចហ្នឹងមកចំណុចនេះដាច់នេះសីមាវាហ្នឹងឃើញអញ្ចឹងមិនមែននេះទេណានេះអញ្ចឹងដាច់យើងមើលឃើញទេអញ្ចឹងមកវាដាច់យើងតដល់ទៅណាហ្នឹងរបៀបការហ្នឹងយើងត្រូវអនុវត្តពេលមាន Omet ក្នុងហ្នឹងយើងត្រូវអនុវត្តឲ្យរៀនមើលសីមាហ្នឹងណាប្រាប់ឲ្យណាលើបតនេះសីមាវានេះសីមាស្ពាន់ពេលយើងកោទៅស្ពាន់ទាំងអស់នេះអាហ្នឹងស្ពាន់នេះតំណែងតំណងណាអាហ្នឹងស្រាប់វាស់តែដរិចទេអត់មានយកទៅវាស់កងដងវាស់អីចេះអត់ទេអាហ្នឹងអត់ត្រូវទេហើយវាស់កងដងនេះកងដងច្រោះត្រូវដែរកងដងច្រោះផ្សេងវាស់ឬស្តង់ផ្សេងទាំងអស់អញ្ចឹងវាស់សញ្ញានឹងអញ្ចឹងណាត្រូវចេះត្រូវចាំទាំងអស់គ្នាណាមកយើងអាចជួសជុលបានអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយទៀតខ្ញុំនឹងចែកលេខទៅទៀតនៅរបៀបវាស់ភ្លើង AC DC នៅលើOmet Digital នេះមួយទៀតណាហើយចុះវាស់យ៉ូតឥឡូវយើងវាស់យ៉ូតចាំវីដេអូក្រោយចោះ